và đại chức quân và xong cực và óng để niệm môn cho riêngในក្នុងខ្សែវីដេអូពាក្យដែលទី10នេះដែលខ្សែវីដេអូនេះនឹងនាំមកជូនដោយអត្ថបទមួយនៅលើទំព័រទី16ណាបានន័យថាលើទំព័រទី16នោះមានអត្ថបទ2ដែលអត្ថបទទី1នេះគឺនិយាយអំពី Darcy Bussell ballet dancer ណាមួយណាទី1ហើយនឹងមួយទៀតគឺ David Guetta DJ superstar ណាអាហ្នឹងគេឲ្យយើងក៏លេខមើលមកអ្នកទាំងពីរហ្នឹងហើយគេសួរយើងថាណា Do you know them អូខេសំណួរនេះដូចដែលលោកគ្រូធ្លាប់បរៀនចឹងណាសំណួរបានន័យថា Do you know them ណាពាក្យ them គឺជាពាក្យនៅចុងប្រយោគស្មើនឹងន័យបើនៅដើមប្រយោគគេថា they ណាប្រែមកថាពួកគេហើយសំណួរសួរថា Do you know them ណាតើអ្នកឯងស្គាល់ពួកគេទេអូខេ Do you know them អូខេអង់គ្លេសវាកើតចេញមួយចឹងហើយធ្វើឲ្យយើងចាំ Do you know them ណាយ៉ាអញ្ចឹងនៅកន្លែងនេះលោកគ្រូសូមបង្ហាញអំពីthe ballet dancer គឺអ្នករាំរបាំ ballet ណា ballet dancer ហ្នឹងគាត់ឈ្មោះ Darcy ណា Darcy Bussell យ៉ាអញ្ចឹងនៅក្នុងនេះលោកគ្រូសូមលើកយកពីរបៀបសរសេរពីគេថាសង្ខេបនៃប្រវត្តិឬក៏ហៅថាការឧទ្ទិសនាមណែនាំខ្លួនឲ្យស្គាល់ពីរបៀបសរសេរណាក្នុងការណែនាំខ្លួនព្រោះយើងរាល់ថ្ងៃយើងទៅធ្វើអីមួយក៏ដោយយើងចង់ធ្វើការណែនាំខ្លួនឲ្យគេស្គាល់ថាយើងជាស្អីអញ្ចឹងលោកគ្រូសូមលើកយកនៅក្នុងរបៀបណែនាំខ្លួនរបស់Darcy Bussell ដែលគាត់ជាអ្នករបាំ ballet ណាយកមកបង្ហាញជូនដើម្បីឲ្យបងប្អូនកូនគួយហ្នឹងចេះសរសេរខ្លួនឯងផងមិនមែនតែសរសេរគេទេហើយយើងធ្វើឲ្យគេរួចហើយយើងហាត់រៀនធ្វើដោយខ្លួនឯងសាកមើលណាយើងរៀនសរសេរជាភាសាអង់គ្លេសខ្លួនឯងណាបានន័យថាការវិវត្តនៃការចេះនឹងរបស់យើងវាកើនហើយអញ្ចឹងយើងអាចធ្វើបានហើយណាលោកគ្រូសូមលើកទឹកចិត្តកន្លែងហ្នឹងបានន័យថាយើងអាចធ្វើបានដោយខ្លួនឯងហើយ